សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីការប្រើប្រាស់សំឡេងនៅក្នុងភាសាចិននៅក្នុងភាសាចិនគេបែងចែកសំឡេងជា4គឺសំឡេងទី1សំឡេងទី2សំឡេងទី3និងសំឡេងទី4សំឡេងទី1គឺជាប្រភេទសំឡេងដែលខ្ពស់ហើយស្មើដែលយើងត្រូវបញ្ចេញសំឡេងបែបអាពីខាងក្រោមនេះគឺសុទ្ធសឹងតែជាពាក្យដែលប្រើសំឡេងទី1ទាំងអស់មកអនុវត្តអានជាមួយនឹងខ្ញុំទាំងអស់គ្នា他喝八吃多ចាប់ផ្ដើមម្ដងទៀត他喝八吃多ហើយនេះគឺជាសញ្ញាសម្គាល់របស់សំឡេងទី2ដែលមានគំនូសពីទាបទៅខ្ពស់ហើយសំឡេងរបស់វាក៏ត្រូវបញ្ចេញពីទាបទៅខ្ពស់ដូចគ្នាសំឡេងរបស់វាគឺត្រូវបញ្ចេញបែបនេះចាប់ផ្ដើមអានពាក្យដែលប្រើសំឡេងទី2ជាមួយខ្ញុំ谁来白人南茶ម្ដងទៀត谁来白人南茶ហើយនេះគឺជាគំនូសសញ្ញាសំឡេងទី3ដែលមានគំនូសពីខ្ពស់មកទាបហើយទៅខ្ពស់វិញហើយសំឡេងរបស់វាក៏ត្រូវបញ្ចេញតាមគំនូសផងដែរគឺត្រូវបញ្ចេញបែបនេះតោះឥឡូវមកអនុវត្តអានពាក្យដែលមានសំឡេងទី3ជាមួយនឹងខ្ញុំទាំងអស់គ្នា我你五几好马ម្ដងទៀត我你五几好马ហើយនេះគឺជាសញ្ញាសម្គាល់នៃសំឡេងទី4ដែលមានគំនូសពីខ្ពស់មកទាបហើយសំឡេងរបស់វាគឺយើងត្រូវបញ្ចេញសំឡេងពីខ្ពស់មកទាបហើយត្រូវសង្កត់នៅខាងចុងសំឡេងមិនអាចបកអស់បានទេគឺត្រូវបញ្ចេញបែបនេះមកឥឡូវមកអនុវត្តអានពាក្យដែលមានសំឡេងទី4ជាមួយនឹងខ្ញុំទាំងអស់គ្នា不在是个去那ម្ដងទៀត不在是个去那មេរៀននៅក្នុងវគ្គនេះគឺសូមចប់តែប៉ុណ្ណេះបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អ្វីអាចខមមិននៅខាងក្រោមបានសូមអរគុណអ្នកទាំងអស់គ្នាចំពោះការចូលរួមទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ多谢大家观看我的视频下个视频见再见